តាំងពីម្ដងខ្មែរបងប្អូននឹកឃើញចង់ទៅធ្វើម្ហូបណាដែលយើងធ្លាប់ញ៉ាំប៉ុន្តែគិតថាប៉ាម៉ាក់អីក៏អត់ដែលបានពិសាដូចថ្ងៃនេះអញ្ចឹងបានជាមួយនឹងស៊ុបគីមឈីញ៉ាំពេលយប់ទៅឆ្ងាញ់ណាស់ធ្វើពីកូនឆ្នាំងហត់ជុំគ្នាហើយមួយឆ្នាំងទៀតហ្នឹងយកទៅឲ្យជាងធ្វើផ្ទះរបៀបធ្វើស៊ុបគីមឈីគឺថាមានច្រើនរបៀបណាបងប្អូនអើយខ្ញុំធ្វើនេះគឺរបៀបខ្ញុំរបៀបកូនកាត់ឯណាធ្លាប់ធ្វើនៅអាឡម៉ង់អាពេលមេចុះទៅម្ដងយើងឃ្លានអីជូរហិលបងប្អូនងាយស្រួលរសជាតិទទួលយកបានអញ្ចឹងធ្វើអញ្ចឹងទៀតហើយដំបូងឡើយយើងត្រូវការតៅហ៊ូដែលតុនហើយផ្សិតគឺឆ្ងាញ់ណាស់បើឈាមទាវិញបាច់ដាក់ក៏បានដែរខ្ញុំសល់ក្នុងទូទឹកកកក៏ចេះតែដាក់ទៅណាមួយខ្ញុំចូលចិត្តផងគីមឈីនៅខ្មែរសម្បូរសឹងអីគេធ្វើច្រកកន្លលក់ថ្មីបងប្អូនអើយឆ្ងាញ់ណាស់មានខ្ទឹមខ្យល់ទៀតគឺកាន់តែអែមថ្ងៃណារៀងអស់កម្លាំងលហិតលហើយចង់ហត់ស៊ុបក្តៅលឿនអីស៊ុបគីមឈីនេះស្រួលជាងគេហើយខ្ញុំដាក់ខ្ទឹមខ្យល់ចូលទៅមុនបងប្អូនបន្ទាប់មកដាក់ផ្សិតបងប្អូនមានសាច់ជ្រូកច្រាមឬសាច់3ជាន់អីអាចដាក់ចូលមុនបានណាតែថ្ងៃនេះខ្ញុំមិនដាក់សាច់ទេអញ្ចឹងដាក់ទៅបន្លែហ្នឹងហើយដាក់គ្រឿងទេសចូលមានទឹកត្រីតិចទៅស្ករអំបិលតិចដែរប៉ុន្តែកុំទាន់ដាក់ច្រើនព្រោះគីមឈីខ្លះអាចប្រៃបន្លែពុះហើយយើងដាក់គីមឈីចូលបងប្អូនចង់ឲ្យជូរដាក់ទឹកគីមឈីផងបន្ទាប់មកដាក់ទៅហ៊ូចូលតិចទៅទុកមកពុះដាក់មួយឈាមទាចូលក្រោយគេខ្ញុំដាក់ផ្សិតមកចូលព្រោះផ្សិតមកចូលវាឆាប់ឆ្អិនដែរហើយក៏ហាន់មួយនឹងក្រូចទៅហាពេលល្ងាចនេះគឺតែប៉ុណ្្នឹងឯងពេលខ្លះដឹងនឹកឃើញធ្វើអីបងប្អូនយប់ឡើងចេះចង់ហត់អីក្តៅគឺស្រួលណាស់បងប្អូនចង់ញ៉ាំមីនេះដាក់មីចូលមកកញ្ចប់ទៅគឺបានមីស៊ុបមួយឆ្នាំងហើយមានសាច់គោម្នេះចង់ដាក់ក៏បានដែរខ្ញុំថ្ងៃនេះធ្វើ2ឆ្នាំងមួយឆ្នាំងញ៉ាំជាមួយម៉ាក់ប៉ាហើយមួយឆ្នាំងទៀតវិញគឺយកទៅពៅជាងធ្វើផ្ទះពេលនឹងឡើងជប់ហ្នឹងណាតែថតបើក flash ឃើញមុខខ្លួនឯងនៅតែគីឡូខ្ញុំលាបជាមួយនឹង Philly Cushion នេះតាំងពីព្រឹករហូតដល់យប់ណាធ្វើមកហូបនៅផ្ទះបាយខាងក្រៅហ្នឹងគឺក្តៅណាស់បងប្អូនប៉ុន្តែអីទេបែកញើសគឺកាន់តែចូលទៀតមួយនឹង Cushion នេះបិទបាំងស្លាកស្នាមបានល្អអត់ធ្ងន់មុខទេលាបហើយយើងថែម color ពណ៌ថែមម្សៅហុយតិចមកគឺថាអូយមួយថ្ងៃវល់ល្ងាចមិនបាច់ភ័យរឿងបែកញើសបែកអីហូរម្សៅហូរអីទេលាបចូលឆ្នាំទៅបាញ់ទឹកបាញ់អីដឹងត្រូវហើយខ្ញុំប្រើមក2ឆ្នាំហើយណាមើលសាច់មុខទៅដឹងហើយនេះថតពេលយប់ផងបើនិយាយពីស៊ុបគីមឈីបងម៉ៃចិត្តលេខ1ហើយប៉ាខ្ញុំក៏ធ្លាប់ញ៉ាំម្ដង2ដងដែរហើយគាត់ចូលចិត្តដែរសឡយឲ្យតែជូរនឹងចូលចិត្តណាស់ពេលខ្លះងាកឡើងយើងញ៉ាំអីចេបចប់ហើយវាអត់សូវឃ្លានអញ្ចឹងហត់តែស៊ុបតិចតួចទៅគឺឆ្អែតបាត់ហើយបងប្អូនមានអីវ៉ាន់អីក្នុងទូទឹកកកឲ្យកែច្នៃនឹងខ្ញុំលេខ1ហើយព្រោះយើងធ្លាប់នៅស្រុកគេមិនសម្បូរណាបងប្អូនអញ្ចឹងកែច្នៃទៅគឺបានហើយញ៉ាំស៊ុបហើយមកដល់ផ្ទះវិញក៏ដែរចោលដែរជាមួយនឹងវីតាមីនតូងសុកជៀមផ្លាសារ៉ាញ៉ាំរៀងរាល់ថ្ងៃមួយថ្ងៃ2គ្រាប់ព្រឹកមួយងាកមួយវីតាមីនតូងសុកជៀមគឺល្អណាស់ជួយសុខភាពសម្រស់យើងពីខាងក្នុងជួយបំបត្តិស្នាមបាត់ជាំជួយសក់ជួយកញ្ចក់ជួយស្បែកយើងភ្លឺថ្លាពីខាងក្នុងនឹងឯងនិយាយពីសក់និងកញ្ចក់ដោះលឿនវិញខ្ញុំបាញ់និយាយក៏បងប្អូនមើលដឹងដែរអ្នកញ៉ាំជាប្រចាំមកកាន់ឆ្នាំហើយណា